បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងរៀនចូលដល់មេរៀនទី8ប្រទេសជេកូស្លូវ៉ាគីសម្រាប់មេរៀននេះអឺយើងចូលមេរៀនទាំងអស់គ្នាកុំឲ្យខាតពេលយូរប្រទេសជេកូស្លូវ៉ាគីស្ថិតនៅក្នុងទ្វីបអឺរ៉ុបប៉ែកកណ្ដាលដែលមានផ្ទៃដី127,905គីឡូម៉ែត្រការ៉េនិងមានប្រជាជនចំនួន15លាននាក់នៅឆ្នាំ1985ហើយមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ខាងជើងជាប់នឹងប្រទេសប៉ូឡូញខាងកើតជាប់ប្រទេសអ៊ុយក្រែនខាងត្បូងជាប់នឹងប្រទេសអូទ្រីសនិងហុងគ្រីទីក្រុងប្រាជារដ្ឋទីក្រុងប្រាក់ជារដ្ឋធានីស្លូវ៉ាគីជេកូស្លូវ៉ាគីរួមបញ្ចូលដោយទឹកដីឆែបនិងស្លូវ៉ាក់ចំណុចទី1វិស័យនយោបាយ1.1ការបង្កើតរដ្ឋឆេកូស្លូវ៉ាគីនៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី1ឆ្នាំ1914និងឆ្នាំ1918លោកម៉ាសារិកព្រមទាំងមេដឹកនាំឆេបនិងស្លូវ៉ាក់មួយចំនួនបានស្រុះស្រួលរៀបគម្រោងការបង្កើតរដ្ឋឆេកូស្លូវ៉ាគីមួយនៅក្នុងចក្រភពអូគ្រីសហុងគ្រីប៉ុន្តែគម្រោងនេះត្រូវបានលេចជារូបរាងឡើងនៅក្រោយសង្គ្រាមលោកលើកទី1ដោយចក្រភពអូគ្រីសនិងហុងគ្រីត្រូវដួលរលំប្រទេសដ៏ក្មេងខ្ចីនេះមានឈ្មោះថាសាធារណរដ្ឋឆេកូស្លូវ៉ាគីលោកម៉ាសារិកជាប្រធានាធិបតីដំបូងដែលកាន់អំណាចនៅឆ្នាំ1918ដល់ឆ្នាំ1935បន្ទាប់មកទៀតលោកបែណែលបានកាន់អំណាចបន្តក្នុងស្ថានភាពនយោបាយនិងសន្តិសុខពុំមានអ្វីប្រែប្រួលនៅប្រទេសអាល្លឺម៉ង់អ៊ីក្លេបានឡើងកាន់អំណាចទាំងស្រុងជាមួយនឹងមហិច្ឆតាត្រួតត្រាពិភពលោកតាមផែនការរបស់បកណាស៊ីដែលតម្រូវឲ្យបង្កើតចក្រភពអាល្លឺម៉ង់មួយឡើងដោយរួមបញ្ចូលទឹកដីដែលមានជនជាតិអាល្លឺម៉ង់រស់នៅជាចក្រភពអាល្លឺម៉ង់តែមួយនៅឆ្នាំ1938អ៊ីក្លេបានអនុវត្តនយោបាយដោយសម្លឹងមើលទៅតំបន់ស៊ុយអែតនិងប៉ែកពីជាប់នៃប្រទេសឆេកូស្លូវ៉ាគីដែលមានជនជាតិអាល្លឺម៉ង់រស់នៅច្រើនអ៊ីក្លេបានគំរាមប្រទេសឆេកូស្លូវ៉ាគីឲ្យប្រគល់ទឹកដីឲ្យទៅខ្លួន